ស្វាស៊ីបាយលៀបមាត់ប៉ប៉ែស្អីស្អីពួកអាសៀមនឹងវាធ្វើខ្លួនឯងទាំងអស់តាំងពីបិទច្រកព្រំដែនគ្រប់សពបែបយ៉ាងរហូតដល់ប្រជាពលរដ្ឋវាវេទនាពុកម៉ែបងប្អូនរហូតបាញ់សម្លាប់ខ្លួនដល់ហើយវាមកចោទកម្ពុជាយើងថាកម្ពុជាយើងនឹងមានអូក្រិតកម្មអនឡាញវាចង់និយាយថាមកពីកម្ពុជាយើងមានអូក្រិតកម្មអនឡាញនឹងបានវាបិទច្រកព្រំដែនទាំងនឹងទាំងដែលជាក់ស្ដែងទៅពុកម៉ែបងប្អូនប្រទេសវាណាពុកម៉ែបងប្អូនហើយពុករលួយអូក្រិតកម្មអនឡាញទាំងសបុកជាប់ទោដែនមីយ៉ាន់ម៉ាអីគូថាអូយជាងខ្មែរយើងរាប់សិបលានដងពួកវាពុកម៉ែបងប្អូនហើយប្រទេសជឿនលឿនតាំងខ្លួនឯងជាប្រទេសដែលអភិវឌ្ឍប៉ុន្តែចរិតដូចអត់អភិវឌ្ឍសោះចរិតដូចដើរថយក្រោយអាមិនទេពុកម៉ែបងប្អូនចោតគេប៉ុន្តែមើលខ្លួនឯងគ្រាន់តែតារាស្រីមួយស្លាប់រយៈពេល3ឆ្នាំរហូតអ្នកសម្លាប់អត់ឃើញទេអានឹងអត់ពុករលួយសោះហើយនេះពុកម៉ែបងប្អូនទាំងអស់គ្នាជួញដូរគ្រឿងញៀនទាំងបេតែម្ដងហើយអានេះខ្ញុំមិនទាន់និយាយទៅដល់អាភិបរញ៉េរញ៉ៃក្នុងជួររាជរដ្ឋាភិបាលវាផងគឺថានិយាយពីថារដ្ឋបហាមួយឆ្នាំទៅមួយឆ្នាំរដ្ឋបហាមិនចេះចាប់មិនចេះហើយដណ្ដើមអំណាចគ្នារវល់តែដើរស្រែកថាផ្ទះគេមានសម្រាមអត់មើលសម្រាមផ្ទះខ្លួនឯងមានអីពុកម៉ែបងប្អូនទាំងអស់គ្នា UN ខោក្បាលរាជរដ្ឋាភិបាលថៃតែម្ដងគឺថាដាក់មួយកញ្ញោឲ្យស្វាងទៀមទាឲ្យរាជរដ្ឋាភិបាលថៃនឹងធ្វើការបកស្រាយលម្អិតជុំវិញបញ្ហាជួញដូរមនុស្សនៅក្នុងឧក្រិដ្ឋកម្មអនឡាញនៅប្រទេសថៃនឹងអញ្ចឹងហើយស្របពេលនេះក៏ចង់អំពាវនាវទៅដល់អស់លោកក្រុមប្រឆាំងជ្រុលនិយមដែលតែងតែផ្សព្វផ្សាយថាកម្ពុជាមានឧក្រិដ្ឋកម្មអីគេហ្នឹងដែលតែងតែផ្សាយហ្នឹងឥឡូវហ្នឹងជួយផ្សាយព័ត៌មានដែលឧក្រិដ្ឋកម្មនៅប្រទេសថៃផងផ្សាយឲ្យរន្ទឺឲ្យពិភពលោកគេបានដឹងថាពួកអាថៃហ្នឹងវាស្មោកគ្រោកនឹងមានឧក្រិដ្ឋកម្មកម្រិតណាជួយផ្សាយគេផងកុំបានតែជាមួយជាតិសាសន៍ខ្លួនឯងផ្សាយអូយនិយាយពីថាវេប្រហារលើប្រទេសជាតិខ្លួនឯងណាដល់ឥឡូវនេះចោលឈ្លានពានយើងនេះវាមានឧក្រិដ្ឋកម្មអនឡាញដែរជួយផ្សាយឲ្យពិភពលោកបានដឹងផងកុំបានតែជាមួយជាតិសាសន៍ខ្លួនឯង